ព្រះគម្ពីរយោបជំពូកទី35មួយទៀតអេលីហ៊ូនិយាយថាសេចក្តីនេះតើលោកស្មានថាគួរក៏បីឬដែលលោកចង់ថាសេចក្តីសុចរិតរបស់លោកនោះលើសជាសេចក្តីសុចរិតរបស់ព្រះដោយពាក្យថាតើមានប្រយោជន៍អ្វីដល់ខ្ញុំហើយបើខ្ញុំមិនបានធ្វើបាបនោះតើនឹងបានកម្រៃជាជាងយ៉ាងណាទៅខ្ញុំនឹងតបឆ្លើយដល់លោកហើយដល់ពួកម៉ាក់របស់លោកនេះដែរសូមពិចារណាមើលស្ថានសួគ៌ចុះហើយរំពឹងមើលផ្ទៃមេឃដែលខ្ពស់ជាងលោកជាយ៉ាងណាបើលោកបានធ្វើបាបនោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះបើអំពើរំលងរបស់លោកបានចម្រើនកាន់តែច្រើនឡើងនោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណាឬបើលោកសុចរិតវិញនោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ឬទ្រង់ទទួលអ្វីពីដៃលោកអំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបានជាមនុស្សដូចជាលោកដែរហើយសេចក្តីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរមានគេធ្ងរដោយព្រោះសេចក្តីសង្កត់សង្កិនយ៉ាងសន្ធឹកក៏មានគេស្រែករកមនុស្សជួយដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែនតែឥតមានអ្នកណាថាឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមកដែលទ្រង់បណ្ដាលឲ្យច្រៀងនៅវេលាយប់ហើយបង្រៀនដល់យើងជាជាងសត្វដេរិឆាននៅផែនដីក៏ឲ្យមានប្រាជ្ញាលើជាងសត្វហើរលើអាកាសតើទ្រង់នៅឯណានោះទេគេស្រែកនៅទីនេះឥតមានអ្នកណាឆ្លើយឡើយដោយព្រោះសេចក្តីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់ពិតប្រាកដជាព្រះទ្រង់មិនព្រមស្ដាប់សម្រែកដែលស្រែកជាទទេដែរព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់មិនព្រមទាំងក្រឡេកមើលផងចំណងបាលោកដែលពោលថាលោកមើលទ្រង់មិនឃើញនោះតើយ៉ាងណាទៅឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ហើយគឺលោកវិញដែលត្រូវរងចាំទ្រង់ទេតើប៉ុន្តែឥឡូវនេះដែលយោបថាទ្រង់មិនធ្វើទោសដោយសេចក្តីក្រោធទេក៏មិនសូវរវល់នឹងសេចក្តីឆ្មើងឆ្មៃដែរនោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្តីឥតប្រយោជន៍ហើយបានចម្រើនពាក្យសម្ដីឥតបោះគិតវិញ